រឿងខ្លះមកឃើញក្នុងសង្គមនឹងរឿងមិនមែនជារឿងសមហេតុផលរឿងវាមិនត្រូវទំនងចេះតែសេតែប្រទេសតែផ្ដាស់ធ្វើឲ្យសង្គមនឹងវាវឹកវរធ្វើឲ្យសង្គមនឹងវាចលាចលអស់ខ្ញុំមកហើយខ្មែរយើងប្រឹងណា Facebook តនេអូសហើយបង Facebook ណាតនេអូសហើយទាញទូរស័ព្ទមកអញ្ចឹងអារឿងទាំងឡាយក្នុងសង្គមនឹងគាត់ឃើញទាំងអស់អញ្ចឹងច្បាស់ហើយណាគាត់ត្រូវបញ្ចេញមតិត្រូវអីហ្នឹងប៉ុន្តែបញ្ចេញក៏បញ្ចេញទៅប៉ុន្តែសុំឲ្យសមហេតុផលផងអានេះកុំទៅមកជ្រុងឃើញនៅមកជ្រុងហ្នឹងបញ្ចេញមតិទៅទាំងដែលយើងមិនបានគិតអាហ្នឹងអត់កើតទេណាញោមណាដូចសាច់រឿងអញ្ចឹងពេលខ្លះគេឲ្យយើងឃើញក្បាលដំបងតិចទៅយើងចាប់ផ្ដើមគិតទៅគេថាផ្លូវមិនល្អចេះចុះអីចឹងទៅប៉ុន្តែមើលឲ្យចង់ចាប់ដើមនេះសាច់រឿងគេនោះវាយ៉ាងម៉េចបានរឿងហ្នឹងវាទៅជាអញ្ចឹងដល់ពេលដែលមើលទៅបានថាអូអញ្ចឹងទេហើយខំទៅស្ដីខំទៅថាឲ្យម្នាក់នោះអានេះតាមពិតគាត់មនុស្សល្អសោះនឹងចឹងនឹងបានទៅថាហ្នឹងណាខ្ញុំពេលខ្លះគឺដោយសារយើងវាអត់បានគិតពិចារណាឲ្យបានល្អិតល្អន់មកពេលធ្លាប់អានរឿងខ្លីមួយកតិអប់រំពុកម្ដាយនឹងទុកកូនតូចទៅនៅក្នុងផ្ទះហ្នឹងហើយមានសត្វសំណក់ព្រោះសត្វឆ្កែនៅចិត្តហ្នឹងឯងហើយម្ចាស់ហ្នឹងក៏ស្រឡាញ់ចូលចិត្តសត្វហ្នឹងហើយពុកម្ដាយហ្នឹងក៏មិនបាននៅចិត្តអីទេព្រោះហើយស្រាប់តែពេលមួយនោះមានសត្វពស់ណាវាចូលមកចិត្តកូនហ្នឹងហើយសត្វសំណក់ឆ្កែហ្នឹងឃើញចុងហ្នឹងក៏ស្ទុះទៅខំពស់ហ្នឹងតតាំងជាមួយពស់ហ្នឹងរហូតដល់ទៅខំឈាមពេញមាត់ហ្នឹងឯងឆ្កែហ្នឹងពេលម្ចាស់ផ្ទះមកឃើញមាត់ឆ្កែហ្នឹងសិតតែឈាមអញ្ចឹងគាត់ថាប្រហែលជាខំកូនខ្លួនឯងមែនទេមានបានគិតពិចារណាអីចាប់យកទៅធ្វើបាបសម្រាប់ឆ្កែហ្នឹងចោលចឹងទៅគិតថាមិនចម្រើនណាខំចំខំឲ្យបាយអីស៊ីបរិភោគចឹងទៅប៉ុន្តែស្រាប់តែមកយាយីអីម្ចាស់ឯងចឹងណាយកទៅសម្រាប់នៅពេលដែលឃើញពស់ស្លាប់នៅក្នុងផ្ទះតើបានដឹងទៅអូតាមពិតឆ្កែហ្នឹងវាជួយម្ចាស់តាណាខំពុះនឹងស្លាប់ការពារម្ចាស់តាប៉ុន្តែយើងវាមិនបានគិតណាយើងមើលតែមួយជ្រុងចាំមិនថារឿងខ្លះក្នុងសង្គមនេះយើងវាមិនអាចមើលតែមួយផ្លែតហើយយើងចេះតែហីអើបានតាមគេផុសតាមគេ share ហ្នឹងទេណាញោមរឿងខ្លះហ្នឹងយើងត្រូវគិតពិចារណាឲ្យបានដិតដល់ជាមុនញោមបានសង្គមយើងហ្នឹងវាពោពេញទៅដោយមនុស្សចេះគិតចេះពិចារណាល្អកុំតែឃើញអីបន្តិចហ្នឹងចូលបញ្ចេញមតិទាំងដែលមិនដឹងដំណើរដើមតងនៃរឿងរ៉ាវជីវិតហ្នឹងវាចេះវាចុះអាហ្នឹងយើងនាំឲ្យយើងនឹងបញ្ចេញមតិទៅវាខុសច្រើនដងច្រើនសារណាញោមបងញាតិញោមមករៀនធ្វើខ្លួនឯងឲ្យទៅជាមនុស្សមួយដែលនិយាយអ្វីមួយគឺឲ្យប្រកបបជាកុំឲ្យនិយាយទៅវាខុសនិយាយទៅវាមិនត្រូវនេះច្រើនដងច្រើនសារពេកអាហ្នឹងវាអត់ល្អទេអញ្ចឹងបានជាបណ្ឌិតទាំងឡាយអ្នកប្រាជ្ញទាំងឡាយបុគ្គលដែលជាសប្បុរសទាំងឡាយមុននឹងលោកពោលលោកស្ដីលោកថាហ្នឹងគឺថាលោកគិតលោកមើលណាញោមមុននឹងលោកស្ដីលោកថាហ្នឹងគឺមានន័យថាសម្ដីដែលចេញពីមាត់អ្នកទាំងអស់ហ្នឹងហើយគឺជាសម្ដីមួយដែលគេអាចយកជាការបានណាញោមបាទ